បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំបានធ្វើការថតជាវីដេអូដែលវីដេអូនេះគឺខ្ញុំបានធ្វើការទៅដើរលេងនៅខេត្តសៀមរាបបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅលេងនៅខេត្តសៀមរាបបងប្អូនភាគច្រើនអាចនឹងបានទៅលេងនៅប្រាសាទនិពន្ធនេះគឺជាស្ពានថ្មើរជើងនៃការដើរទៅប្រាសាទនិពន្ធបើតាមអ្វីដែលខ្ញុំបានធ្វើការស្រាវជ្រាវសម្រាប់ប្រវែងស្ពានថ្មើរជើងដែលយើងធ្វើដំណើរទៅនេះមានប្រវែងប្រហែល450ម៉ែត្រប្រាប់ទស្សនវិជ្ជានៅអូមសងខាងនៃស្ពានថ្មើរជើងទៅប្រាសាទនិពន្ធមានទេសភាពយ៉ាងស្រស់ស្អាតខាងឆ្វេងខាងស្ដាំគឺមានទៅដោយដើមឈូកបាទអញ្ចឹងទស្សនវិជ្ជានេះមានបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិគាត់ក៏បានធ្វើការចូលរួមទស្សនាអំពីទស្សនវិជ្ជាខ្លះៗនៃប្រាសាទនិពន្ធផ្ទាល់តែម្ដងបាទអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងគ្នាអាចធ្វើការតាមដានចំពោះវីដេអូរបស់ខ្ញុំមួយនេះបាទនិយាយអំពីពេលវេលាដែលខ្ញុំបានធ្វើដំណើរទៅទស្សនាប្រាសាទនិពន្ធខ្ញុំក៏បានធ្វើដំណើរទៅដល់ម៉ោងប្រហែល 4:05 សម្រាប់ទស្សនវិជ្ជាពេលល្ងាចនេះណាគឺឃើញថាថ្ងៃរៀបអស់ស្ដង់គត់ដែរអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងគ្នាអាចឲ្យយើងថតរូបបានស្អាតដែរទស្សនវិជ្ជាពេលនេះគឺឃើញថាសម្រាប់ច្រកផ្លូវដើរនេះក៏មានភ្ញៀវបរទេសគាត់ក៏បានធ្វើការថតជាវីដេអូក៏ដូចជាថតជាផូតូខ្លះៗដើម្បីធ្វើការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងគ្នានៅក្នុងបណ្ដាញសង្គមផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់តកតងនឹងស្ពានថ្មើរជើងទៅប្រាសាទនិពន្ធក៏ពេលដែលខ្ញុំបានធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពានឃើញថាមានកន្លែងយើងឲ្យយើងធ្វើការថតរូបបានស្អាតផងដែរបាទទស្សនវិជ្ជាក៏ដូចជាទេសភាពយ៉ាងស្រស់ត្រកាលដោយសារដូចអ្វីដែលខ្ញុំបានធ្វើការបង្ហាញនៅសងខាងស្ពានគឺអូមទៅដោយមានផ្កាឈូករីកយ៉ាងស្រស់ស្អាតតែម្ដងសង្ស័យជនជាតិបរទេសហ៎គាត់ជ្រុះហើយ Hello ម៉ាជូកសាយអូសុំទោសអត់មកចឹងម៉ាក់យាយជ្រុះតាំងពីណាមកហើយជា 4-10 ម៉ែដែរហើយអត់លើខ្ញុំស្មានតែបរទេសមិញហ្នឹងបាទបើយើងនិយាយអំពីទស្សនវិជ្ជានៃការធ្វើដំណើរសម្រាប់ស្ពានថ្មើរជើងទៅប្រាសាទនិពន្ធខាងឆ្វេងដៃនិងខាងស្ដាំដៃបាទអញ្ចឹងសម្រាប់មកខាងឆ្វេងដៃគឺជាផ្លូវដែលយើងត្រូវធ្វើដំណើរទៅប្រាសាទនិពន្ធបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាសម្រាប់ការធ្វើដំណើរទៅប្រាសាទនិពន្ធមានផ្លូវដែលយើងត្រូវធ្វើដំណើរចូលទៅទស្សនានៅប្រាសាទនិពន្ធហើយនឹងមានផ្លូវចេញជារួមគឺមានច្រកចូលនិងច្រកចេញបាទអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអាចធ្វើការតាមដានក៏ដូចជាការទស្សនាចំពោះវីដេអូរបស់ខ្ញុំមួយនេះបើយើងនិយាយអំពីទស្សនវិជ្ជានៃច្រកផ្លូវដើរទៅប្រាសាទនិពន្ធមានភាពស្រស់ស្អាតទស្សនវិជ្ជានេះគឺឃើញថាមានភ្ញៀវខ្មែរយើងក៏ដូចជាភ្ញៀវបរទេសដែរដែលគាត់បានមកចូលរួមធ្វើការទស្សនាអំពីទស្សនវិជ្ជាខ្លះៗនៅប្រាសាទនិពន្ធផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់អូមសងខាងនៃស្ពានថ្មើរជើងនៃការធ្វើដំណើរទៅប្រាសាទនិពន្ធឃើញថាទស្សនវិជ្ជាមានព្រៃអូមសងខាងផ្លូវផ្ទាល់តែម្ដងបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានមកលេងในខេត្តសៀមរាបសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានមកធ្វើការដើរលេងក៏ដូចជាការទស្សនាប្រាសាទនានានៅក្នុងទឹកដីនៃខេត្តសៀមរាបពីព្រោះថាខេត្តសៀមរាបគឺជាតំបន់ទេសចរសម្បូរទៅដោយប្រាសាទទីតាំងប្រាសាទគឺមានចម្ងាយឆ្ងាយដោយអ្វីដែលខ្ញុំបានធ្វើការបង្ហាញទស្សនវិជ្ជាច្រកផ្លូវចូលតាមស្ពានថ្មើរជើងនៃការធ្វើដំណើរទៅប្រាសាទនិពន្ធមានប្រវែង450ម៉ែត្របាទអញ្ចឹងសម្រាប់គឺឃើញថាខ្ញុំក៏បានធ្វើដំណើរជិតផុតនៃស្ពានថ្មើរជើងនេះដែរបាទអញ្ចឹងនៅពេលដែលយើងបានធ្វើដំណើរផុតទៅគឺយើងដើរទៅប្រហែលជាតុង10ទៅ20ម៉ែត្រទៀតគឺយើងនឹងទៅដល់នៃប្រាសាទនិពន្ធប្រាសាទនិពន្ធគឺជាប្រាសាទមួយដែលនៅកណ្ដាលស្រះទឹកបាទអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអាចធ្វើការតាមដានក៏ដូចជា
ទស្សនានៅវីដេអូរបស់ខ្ញុំបន្តទៀតជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងបានមកធ្វើការទស្សនាទីតាំងប្រាសាទនិព្វានដោយដែលវីដេអូដែលខ្ញុំបានធ្វើការបង្ហាញនេះយើងគ្រាន់តែធ្វើការដើរទស្សនាជុំវិញប្រាសាទនិព្វានដោយសារទិដ្ឋភាពនៅជុំវិញប្រាសាទនិព្វានត្រូវបានធ្វើជារបងការពារតួប្រាសាទផងដែរឃើញថាទិដ្ឋភាពនៅជុំវិញប្រាសាទនិព្វានគឺទៅដោយស្រះទឹកព័ទ្ធជុំវិញបាទអញ្ចឹងខ្ញុំក៏បានធ្វើដំណើរបន្តទៅទៀតដើម្បីថតយកនៅសកម្មភាពខ្លះៗអំពីប្រាសាទនិព្វានបាទអញ្ចឹងសម្រាប់ពេលវេលាដែលខ្ញុំបានមកទីតាំងប្រាសាទនិព្វានឃើញថាទិដ្ឋភាពក៏ដូចជាបងប្អូនអាចធ្វើការផ្ដិតយកនៅរូបថតប្រាសាទនិព្វានផ្ទាល់តែម្ដងដោយសារជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងមានគម្រោងមកលេងនៅខេត្តសៀមរាបក៏ដូចជាទីតាំងប្រាសាទនិព្វានផ្ទាល់តែម្ដងដែលខ្ញុំបានធ្វើការថតក៏ដូចជាដើរជុំវិញផ្ទាល់តែម្ដងសម្រាប់ប្រាសាទនិព្វានគឺជាប្រាសាទមួយដែលស្ថិតនៅកណ្ដាលស្រះទឹកបាទអញ្ចឹងអ្វីដែលខ្ញុំបានមកទីតាំងមួយនេះគឺខ្ញុំគ្រាន់តែចង់ថតនៅទិដ្ឋភាពខ្លះៗក៏ដូចជាការដើរនៅជុំវិញនៃប្រាសាទនិព្វានផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងបានមកលេងនៃប្រាសាទនិព្វានក៏ដូចជាការចង់មកធ្វើការទស្សនាទិដ្ឋភាពនៅប្រាសាទនិព្វានបងប្អូនអាចធ្វើការតាមដានចំពោះវីដេអូរបស់ខ្ញុំមួយនេះសម្រាប់ទិដ្ឋភាពនៅខាងជុំវិញប្រាសាទនិព្វានត្រូវបានធ្វើជារបាំងបាំងនឹងភ្ញៀវជាតិក៏ដូចជាភ្ញៀវបរទេសដែលចង់មកទស្សនានៅតំបន់ប្រាសាទនិព្វានយើងគ្រាន់តែធ្វើការដើរជុំវិញនៃប្រាសាទនិព្វានហើយអាចធ្វើការថតបានតាមកាលភាពណាចឹងគឺឃើញថាមានភ្ញៀវខ្មែរយើងក៏ដូចបរទេសគាត់បានធ្វើការដើរតាមជុំវិញហ្នឹងយើងក៏អាចដើរទៅលើគ្រឿងខាងក្នុងបានទេដោយសារមានការដាក់បំរាមដែរអត់ឲ្យយើងចូលទៅខាងលើនៃតួប្រាសាទបាននេះរយៈពេលដើរពីផ្លូវចូលមកជុំនេះនឹងដើរបានតាមវីដេអូដែលបានថត14នាទីជាង
បាទជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយមួយវិញទៀតបើសិនជាបងប្អូនស្រឡាញ់និងចូលចិត្តរាល់ការចែករំលែកក៏ដូចជាវីដេអូបែបដំណើរកម្សាន្តក៏ដូចជាវីដេអូបែបចែករំលែកចំណេះដឹងទូទៅកុំភ្លេចជួយ Subscribe នៅ Channel របស់ខ្ញុំមួយផងដែលមានឈ្មោះថា Kim Khouch ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ